សូមគោរពនឹងជំរាបសួរអតិថិជនកំពុងតាមដានទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាក្នុងវីដេអូនេះដែរគឺយើងសូមធ្វើការបង្ហាញអំពីការដំឡើងម៉ូទ័របូមទឹក Solar ដាក់លើគោកស៊េរីថ្មីសម្រាប់ម៉ូទ័របូមទឹក Solar ដែលយើងធ្វើការដំឡើងនេះគឺវាមានកម្លាំងមួយខ្សែជាប្រភេទម៉ូទ័របូមទឹក Solar ដាក់លើគោកប្រភេទ DC10 ដែលម៉ូទ័រនេះវាអាចធ្វើការបូមបានកម្ពស់រហូតដល់15ម៉ែត្រជាមួយនឹងទំហំសយោចេញ60ឬក៏2អ៊ីងដែលយើងអាចធ្វើការបូមទឹកបានបរិមាណចំនួន15ម៉ែត្រទៀតក្នុង1ម៉ោងចំពោះការដំឡើងម៉ូទ័របូមទឹកនេះគឺយើងធ្វើការដំឡើងជាមួយនឹងទាំង Solar Magnetech កម្លាំង580 វ៉ាត់ជាប្រភេទកញ្ចក់សងខាងចំនួនតែ2ផ្ទាំងប៉ុណ្ណោះដោយសារតែប្រភេទម៉ូទ័រនេះវាជាប្រភេទម៉ូទ័រប្រើប្រាស់ផ្ទាំងតិចឬក៏អាចហៅបានថា VC ផ្ទាំងតិចហើយផ្ទាំងដែលយើងធ្វើការដំឡើងជាប្រភេទផ្ទាំងដែលអាចស្រូបពន្លឺបានល្អផ្ដល់ភ្លើងបានខ្លាំងនិងជាប្រភេទផលិតផលដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារប្រទេសអ៊ីតាលីហើយមានការធានាច្បាស់លាស់ពីខាងក្រុមហ៊ុនលក្ខណៈពិសេសរបស់ម៉ូទ័របូមទឹកដាក់លើគោកនេះគឺវាអាចធ្វើការជំរុញផ្ទៃរាបបានរហូតដល់ចម្ងាយ2ទៅ300ម៉ែត្រជាមួយនឹងទំហំសយោទឹកចេញ60ហើយបានបរិមាណទឹកច្រើនស័ក្តិសមសម្រាប់ការងារដែលមានតម្រូវការទឹកច្រើនដើម្បីស្រោចស្រពដំណាំចម្ការឬក៏យកទឹកទៅប្រើប្រាស់យើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើប្រភេទម៉ូទ័រនិងរយៈពេល10ឆ្នាំទៅលើពន្លឺចំពោះប្រភេទទាំង Solar ផងដែរ